ទៅជាដំណឹងคล้ายៗដំណឹងคล้ายៗជាសាច់រឿងមិនពិតដែលត្រូវបានគេប្រឌិតឬកែច្នៃជាព័ត៌មានក្នុងទម្រង់ជាអត្ថបទរូបភាពវីដេអូសំឡេងហើយយកទៅផ្សព្វផ្សាយលើប្រព័ន្ធអ៊ីនធឺណិតឬបណ្ដាញសង្គមព័ត៌មានផ្សេងៗក្នុងគោលបំណងកេងចំណេញនយោបាយអាជីវកម្មឬធ្វើឲ្យជ្រួលច្របល់ក្នុងសង្គមរួមគ្នាទប់ស្កាត់ការរីករាលដាលព័ត៌មានคล้ายៗរាល់ពេលប្រើបណ្ដាញសង្គមត្រូវគិតដល់គ្រោះថ្នាក់ព័ត៌មានคล้ายៗដែលអាចកើតឡើងនិយាយថាទេចំពោះព័ត៌មានคล้ายៗបងប្អូនស្រីខ្មៅអ្វីជាផលប៉ះពាល់នៃព័ត៌មានคล้ายៗផលប៉ះពាល់នៃព័ត៌មានคล้ายៗគឺធ្វើឲ្យមានការភ័ន្តច្រឡំបង្កឲ្យមានការរើសអើងជាតិសាសន៍និងញុះញង់ឲ្យមានអំពើហិង្សាជះឥទ្ធិពលលើសង្គមនយោបាយសន្តិសុខសាធារណៈនិងសេដ្ឋកិច្ចបំផ្លាញទំនុកចិត្តលើប្រព័ន្ធផ្សព្វផ្សាយនិងស្ថាប័នប៉ះពាល់ដល់សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈនិងសន្តិសុខសង្គមប៉ះពាល់ដល់ទំនាក់ទំនងការទូតប៉ះពាល់ដល់ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតនិងប៉ះពាល់នាំឲ្យធ្វើការសម្រេចចិត្តខុសការផលិតឬចែកចាយព័ត៌មានคล้ายៗគឺបំផ្លាញខ្លួនឯងគ្រួសារនិងសង្គមរួមគ្នាទប់ស្កាត់ការរីករាលដាលព័ត៌មានคล้ายៗនិយាយថាទេចំពោះព័ត៌មានคล้ายៗប្រជាពលរដ្ឋម្នាក់គឺជាអ្នកប្រឆាំងនឹងព័ត៌មានคล้ายៗម្នាក់ដែរប្រជាពលរដ្ឋទាំងអស់ត្រូវផ្ទៀងផ្ទាត់ប្រភពព័ត៌មានឲ្យបានច្បាស់លាស់មុននឹងជឿលើព័ត៌មានអ្វីមួយនោះម្យ៉ាងទៀតក៏ត្រូវបង្កើនការប្រុងប្រយ័ត្នដោយពិចារណាឲ្យបានច្បាស់លាស់តាមរយៈផ្ទៀងផ្ទាត់ជាមួយសារព័ត៌មានអាជីពឬសារព័ត៌មានរបស់ស្ថាប័នរដ្ឋមុននឹងសម្រេចចិត្តចែករំលែកព័ត៌មានលើបណ្ដាញសង្គមនិងចែកចាយដល់មិត្តភ័ក្តិឬក្រុមគ្រួសារព័ត៌មានคล้ายៗគឺសំដៅទៅលើរបាយការណ៍មិនពិតឬព័ត៌មានមិនពិតដែលត្រូវបានចែករំលែកក្នុងទម្រង់ជាអត្ថបទជារូបភាពជាវីដេអូឬទម្រង់ផ្សេងៗដោយក្លែងបន្លំថាជាព័ត៌មានពិតព័ត៌មានคล้ายៗត្រូវបានបង្កើតឡើងដោយបុគ្គលឬក្រុមមនុស្សដែលធ្វើសកម្មភាពដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនឬហេតុផលនយោបាយនិងហេតុផលសេដ្ឋកិច្ចជាដើមព័ត៌មានคล้ายៗមានចរិតញុះញង់បំភ្លេចសភាពការពិតក្នុងគោលដៅបង្កើតចលាចលធ្វើឲ្យសង្គមវឹកវរជ្រួលច្របល់រួមគ្នាទប់ស្កាត់ការរីករាលដាលព័ត៌មានคล้ายៗ